vì miền ai đó mà rồi cái lô ấy chẳng đây à đào na đây về chỉ lót thùng trên kia được អូមានអាផ្លែច្រឡោតទៀត và những bài nhà thằng nam thom mà chiết sai xóm đó với ăn miền quang ăn miền ấy đây ពូសម្រាប់ទីផ្សារវិញមិនដែររាល់ថ្ងៃនេះ và tịp xà hoặc là ngày nắng về ô đây ញ៉ាំល្អដែរពូណោះ và កាក់កបដែរ cả cốp đây ពូប្រភេទថ្នាំធម្មជាតិហ្នឹងយើងយកអីប្រើខ្លះ anh nắng về miền thêm cho môi cái tiếng khai cho môi vò pích អូ mật đinh nắng từ bộ sẽ đai điện បាទពូត្រាំទៅយកមកបាញ់ពីលើ và ឲ្យតែមានគឺគេកំឡងអស់ហ្មង và ở trong miền ở sau đấy phum đi cái hôm khung dập hía sọc từng tròn khai cái vùng tràm អស់ចាមែនទែនដំណាំធម្មជាតិសោះណាបងប្អូនហើយប្រើប្រាស់តការកែច្នៃជីបែបធម្មជាតិយកទៅថែទាំដំណាំសាវម៉ាវនេះដុះមកនិយាយពីថាផ្ដល់ផលបានលឿនហើយផលច្រើនមែនទែនដើមធំផ្កាហើយនឹងស្លឹកផ្ដល់មកល្អមែនទែនបងប្អូនហើយបើថាផ្ដល់ផ្លែមកវិញឡើងទុនមេឃតលតែយកឈើទល់បន្ទប់ជាប់តែមិនអញ្ចឹងទេធ្លាក់បាក់មេឃដល់ដីឬក៏ផ្លែអូសដីតែម្ដងមកដល់ចំការសាវម៉ាវនេះឃើញផ្លែសាវម៉ាវច្រើនមែនទែនបងប្អូនហើយអាទុំនោះក៏ចាប់ផ្ដើមទុំបណ្ដាម្ចាស់ប្រមូលផលរាល់ថ្ងៃហើយសម្រាប់ផ្លែខ្ចីក៏នៅតែពេញតែដើមចាស់ពេញតែដើមប្រមូលផលបន្តផ្ដល់ចំណូលរៀងរាល់ថ្ងៃតែម្ដងច្រណៃលោកពូម្ចាស់ចំការមែនទែនបងប្អូនហើយជឿជាក់ថាដំណាំសាវម៉ាវបងប្អូនយើងឃើញស្ទើរតែគ្រប់បណ្ដាខេត្តក្រុងហើយអាចដាំដំណាំសាវម៉ាវនេះស្ទើរតែគ្រប់ទីកន្លែងក៏ប៉ុន្តែគុណភាពបងប្អូនគឺខុសគ្នាទៅតាមសន្តានដីក៏ដូចជាផ្ដល់ជាតិរបស់សាវម៉ាវមកគឺវាប្រែប្រួលទៅតាមសន្តានក៏ដូចជាវិជាតិរបស់ដីដូចគ្នាផងដែរដំណាំក៏ដូចជាផ្លែសាវម៉ាវដែលបងប្អូនបានឃើញនៅក្នុងវីដេអូនេះស្រាប់ណាគឺជាពូជសាវម៉ាវកំប៉ុងឬក៏បងប្អូនយើងមួយចំនួនហៅថាស៊ីថដែលជាឈ្មោះរបស់ថៃណាដោយសារតែវាមានពូជច្រើនសូម្បីតែសាច់របស់វាក៏មានពណ៌ខុសគ្នាដែរមានសាវម៉ាវពណ៌លឿងទេណាបងប្អូនហើយសម្រាប់សាវម៉ាវរាប់រយដើមនេះគឺជាសាវម៉ាវសាច់សរសជាតិរបស់វាមិនជាផ្អែមមុតខ្លាំងពេកទេក៏ប៉ុន្តែមានរសជាតិជូរអែមផ្អែមប្រហែលជា 70% សល់ប្រមាណរសជាតិជូរបូកបញ្ចូលគ្នាបងប្អូនហើយពេលដែលហែកសម្បកមកឃើញសាច់វាឡើងទលុកទលន់សស្គូសដល់ពេលភ្លក់ទៅផ្អែមជូរជូរអែមនិយាយពីថាញ៉ាំទៅឈ្ងុយឆ្ងាញ់មែនតើសម្រាប់បងប្អូនយើងដែលចូលចិត្តរសជាតិជូរអែមសាវម៉ាវនេះត្រូវម៉ាច់តែម្ដងដោយដែលបានបញ្ជាក់អញ្ចឹងណាបងប្អូនសាវម៉ាវយើងអាចដាំបានស្ទើរតែគ្រប់សន្តានដីហើយក៏ប៉ុន្តែការផ្ដល់នៅរសជាតិរបស់វាមកវិញគឺវាខុសគ្នាទៅតាមតំបន់ទៅតាមប្រភេទដីតែបើរសជាតិវិញមួយយ៉ាងម្នាក់មិនចាញ់គ្នាទេបងប្អូនកន្លែងផ្អែមក៏ផ្អែមមុតទៅសម្រាប់បងប្អូនយើងដែលចូលចិត្តរសជាតិឈ្ងុយបែបជូរអែមបែបនេះដែលស្ថិតនៅក្នុងភូមិដីក្រហមឃុំសុភាស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមដែលមានបងស្រីកឹមលៀងគឺជាម្ចាស់ចម្ការផ្ទាល់ណាបងប្អូនបើសិនជាចង់កំងសាវម៉ាវរបស់គាត់អាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ093 51 49 49បងប្អូនហើយទេមកពេលណាគឺបានពេលហ្នឹងក៏ប៉ុន្តែរស់រាន់ឡើងសាវម៉ាវរបស់គាត់នេះនឹងអស់ផ្លែនៅរយៈពេលនៅក្នុងខែ5ខែហ្នឹងចាប់ផ្ដើមស្បើយហើយតែកំងមិនតាន់ទេគឺអត់តែម្ដងបងប្អូនណាមើលណែឡើងទុនមេឃឲ្យសកាក់ពេញដើមអូយដល់ក៏រយងរយាមពេញតែដីនេះបើថាមិនទល់ទេផ្លែដល់ដីហ្មងណានិយាយពីថាផ្លែនោះផ្លែអាក្រក់ម្ល៉េះបងប្អូនហើយសោភ័ណភាពស្អាតប៉ុន្តែការផ្លែរបស់សាវម៉ាវនេះដោយពាក្យចាស់ថាណាអូយផ្លែដូចមិនដែលបានផ្លែអាក្រក់នោះអាក្រក់ប៉ុន្តែម្ចាស់នោះសប្បាយចិត្តណាស់បងប្អូនក្នុងមួយរដូវកាលណាប្រមូលបានរាប់តោនតែម្ដងគិតមើល1គីឡូតម្លៃប៉ុណ្ណាចន្លោះពី7000ទៅ10000ជាងក៏មានដែរទៅតាមរដូវកាលឡើងចុះជាក់ស្ដែងទៅតាមតម្លៃទីផ្សារអញ្ចឹងណាហើយចូលតោនណាបងប្អូននឹងមិនទាន់និយាយពីដើមណាដែលផ្ដល់ផលមកខុសប្រក្រតីទៀតអាចនិយាយបានថាត្រូវទឹកត្រូវជីអីណាចំអាកាសធាតុត្រូវទៀតអូនិយាយពីថាផ្ដល់ផលមកបេះឡើងហត់តែម្ដងអញ្ចឹងហើយបានជាពេលប្រមូលផលម្ដងក៏តែងតែត្រូវការកម្លាំងមកជួយក៏ជួលកម្មករមកជួយប្រមូលផលណាដើម្បីឲ្យទាន់ម៉ួយកំងនឹងក្នុងមួយថ្ងៃផ្ដល់កម្រៃឲ្យពួកគាត់40000ទៅ60000រៀលក៏មានដែរមិនជួលគេយ៉ាងម៉េចកើតបងប្អូនបើក្រុមគ្រួសារតែប្រហែលអ្នកមើលណាកូនចៅកូនក្មួយឯមកអស់ហើយបងប្អូនហើយរត់បេះពេញតែចំការសបាយផ្លែទុនមេឃបែបនេះអ្នកណាមិនខ្វះកបងប្អូនរត់ទៅបេះដណ្ដើមគ្នារញ៉ៃបើកម្ពស់វិញមិនសូវជាខ្ពស់ប្រហែលទេល្មមមកក្មេងៗឡើងបានមើលបងប្អូនឡើងកប់ចុះរបស់គេដណ្ដើមគ្នារញីវសំណាងណាបងប្អូនមកដល់ចំការបែបនេះឃើញផលិតផលកសិកម្មល្អផ្ដល់ផលមកពិតជាល្អបែបនេះហើយតម្រាំតែទៅដល់ទីផ្សារចែកជូនបងប្អូនយើងបានពិសាបើថាបានទិញបងប្អូនមិនស្ដាយលុយតែម្ដងហើយអ្វីក៏ដោយឲ្យតែកើតចេញពីស្នាដៃកូនខ្មែរយើងធ្វើបានផលិតបានផ្សព្វផ្សាយជូនបន្តជូនបងប្អូនឲ្យបានដឹងទាំងអស់គ្នាតែម្ដងហើយបងប្អូនយើងអាចមកលេងផ្ទាល់នៅចំការហ្នឹងក៏បានដែរបងប្អូនគាត់បើកទទួលស្វាគមន៍បងប្អូនគ្រប់រដូវកាលឲ្យតែចង់មកលេងទំនាក់ទំនងគាត់តាមរយៈលេខទូរស័ព្ទដែលមានបញ្ជាក់ជូននៅក្នុងវីដេអូក៏បានឬក៏មើលនៅក្នុង comment បន្ថែមក៏បានបងប្អូនចង់ទិញគាត់កំងគាត់ក៏គាត់មានរៀបចំផ្ញើជូនបងប្អូនទៅដល់ទីផ្សារជាពិសេសទៅតាមបណ្ដាខេត្តគ្រប់ទីកន្លែងឲ្យតែបងប្អូនកំងសាកភ្លក់នៅផលិតផលកសិកម្មជាពិសេសដំណាំសាវម៉ាវនេះចេញពីខេត្តកំពង់ចាមម្ដងមើលបងប្អូនតាមបណ្ដាខេត្តផ្សេងជឿជាក់ថាបងប្អូនយើងបានស្គាល់ហើយនៅកំពង់ចាមយើងនេះម្ដងភ្លក់បន្ថែមទៀតមើលជួនកាលនឹងធ្លាប់ញ៉ាំហើយក៏ប៉ុន្តែមិនដឹងទេថាចេញពីខេត្តកំពង់ចាមនេះមិនឲ្យចាញ់ខេត្តដទៃទេបងប្អូនដំណាំកសិកម្មគឺមានច្រើនមុខច្រើនប្រភេទច្រើនជម្រើសមែនទែនហើយសម្រាប់ដំណាំសាវម៉ាវនេះ
គឺធានាជូនបងប្អូននូវគុណភាពនិងរសជាតិប្លែកតែម្ដងអរគុណសម្រាប់ការតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់អរគុណដល់ផលិតផលទឹកយិនសិនម៉ាក់អ៊ីសម្រាប់បងប្អូនយើងដែលមានបញ្ហាសុខភាពណាបាយក៏មិនសូវបានសម្រាប់មិនសូវលក់ឬក៏ចេះតែឧស្សាហ៍តបប្រមល់ថប់ដង្ហើមមានអារម្មណ៍ថាមិនស្រឡះក្នុងខ្លួនហើយតែងតែកកខ្យល់ជាញឹកញាប់ចង់ឲ្យខ្លួនឯងមានសុខភាពល្អប្រក្រតីជាងមុនឬក៏លាហើយនៅការកកខ្យល់ជាញឹកញាប់ណាបងប្អូនអាចជ្រើសរើសទៅពិសាបាននៅទឹកយិនសិនរបស់ម៉ាក់អ៊ីដោយចំណាយត្រឹមតែ$21ទេអាចទិញបាននៅសម្បកកេសថ្មីរបស់ទឹកយិនសិនម៉ាក់អ៊ីយកទៅពិសាបានសម្បកកេសថ្មីនេះគឺជាសម្បកកេសតូចដែលមាន15កញ្ចប់ញ៉ាំរហូតទៅដល់កន្លះខែពេញឯណោះអ្វីដែលកាន់តែពិសេសក្រុមហ៊ុនថែមជូនបងប្អូនបន្ថែមនៅថ្នាំដុសធ្មេញមួយបំពង់រាល់ការទិញនៅទឹកយិនសិនសម្បកកេសតូចនេះយកទៅពិសាបូករួមជាមួយនឹងសัญลักษณ์ឆ្នោតមួយសัญลักษณ์ដែលមានឱកាសនៅក្នុងការចាប់យករង្វាន់ម៉ូតូថែមទៀតផងកាន់តែអស្ចារ្យក្រុមហ៊ុន free ជូននៅសេវាដឹកជញ្ជូនទូទាំង25ខេត្តក្រុងហើយបងប្អូនយើងនៅតែអាចទំនាក់ទំនងទិញដែលមានភាពងាយស្រួលតាមរយៈបណ្ដាតំណាងចែកចាយនិង pharmacy ឬក៏ទំនាក់ទំនងតាមរយៈលេខ Telegram ដែលមានបង្ហាញនៅក្នុងវីដេអូនេះស្រាប់និងតាក់ទងទិញដោយផ្ទាល់តាមរយៈ Facebook Page EE Black 9ដែលមានសញ្ញា Typo Q ជាសញ្ញាសម្គាល់សូមអរគុណជួបគ្នានៅក្នុងវីដេអូក្រោយទៀតសូមជម្រាបលា